ប្រមាណថ្ងៃដែលក្រុមហ៊ុនគេមករកឡាក់ក្នុងឆ្នាំ2008ស្រាប់តែគេមកឲ្យវិជ្ជាពីចុះទាំងអស់គ្នាមកលៀងហ្នឹងខ្ញុំហាក់បីដូចជាឆ្ងល់ត្រង់ណាលោកម្ចាស់ទាំងអស់គ្នាហើយប្រជាពលរដ្ឋយើងជាខ្មែរតើសម្លឹងមើលទាំងអស់សុទ្ធតែខ្មែរហើយសញ្ជាតិអីដែលមកធ្វើទីនេះមានសិទ្ធិមកដេញខ្មែរចាខ្ញុំហាក់បីដូចជាមិនយល់អ្នកកាន់សិលហាក់បីដូចជាមិនយល់ត្រង់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំជាតំណាងបងប្អូនទាំងអស់គ្នាវាខឹងគេទៅវាដាច់សិលមិនខឹងគេទេតែឲ្យកូនក្មួយទាំងអស់គ្នានេះកាន់ចិត្តអំណត់ណាកូនទាំងអស់គ្នាក្មួយទាំងអស់គ្នាបងទាំងអស់គ្នាពេលនេះជាពេលយើងមានទុកហើយតែសូមបងប្អូនទាំងអស់គ្នាឃើញអាពលមកឈប់ពេញកន្លងផ្ទះយើងហើយយើងភ័យណាស់យើងព្រួយណាស់តែយើងកុំកាត់កុំធ្វើបាបអាពលរបស់គេណាកូនណាក្មួយកូនត្រូវរកច្បាប់ទោះបីយ៉ាងណាក៏មានទេវតាទេវបុត្រសកទេវរាជលោកដឹងដែរសកទេវរាជអស់ហ្នឹងដែលលោកដឹងលោកមើលឃើញថាអើខ្មែរហើយហេតុអីក៏ខ្មែរគ្នាឯងមកធ្វើបាបខ្មែរគ្នាឯងយ៉ាងនេះដូច្នេះខ្ញុំជាតំណាងប្រជាពលរដ្ឋនៅទីនេះសូមអំពាវនាវដល់រដ្ឋាភិបាលក៏ដូចជាគណៈបកសំរៀងស៊ីក៏ដោយគណៈបកណាក៏ដោយឲ្យតែជនជាតិជាខ្មែរសូមអស់លោកងាកក្រោយវិលមកមើលប្រជាពលរដ្ឋរបស់យើងដែលជាខ្មែរនេះកំពុងតែរងទុក្ខដូច្នេះសូមក្រៅរដ្ឋាភិបាលក៏ដោយសូមលោកជួយដល់ប្រជារាស្ត្រខ្មែរក្រហមសម្រាប់អស់ច្រើនណាស់សូមបីតែពូជពងខ្ញុំអស់ជាង20នាក់ខ្ញុំទៅតែរស់ក្រោយមកចង់ធ្វើបាបតទៅទៀតដូច្នេះសូមអំពាវនាវថាសូមឲ្យអស់លោកជួយឲ្យខ្មែររួចចាក់ទុកដល់ឆាប់រហ័សជារៀងរហូតទៅដូច្នេះទីចុងបំផុតខ្ញុំសូមបញ្ចប់គឺខ្ញុំសូមថាសូមរស់នៅទីនេះជារៀងរហូតបន្តរៀងទៅសូមអរបងប្អូនជ្រាបលោកអ្នកកំពុងស្ដាប់កម្មវិធីពន្លឺភ្លើងទៀនដែលគណៈបកសំរងស៊ីធ្វើការផ្សាយចេញពីរាជធានីភ្នំពេញអ្នកភូមិតវ៉ារឿងទំនាស់ដីធ្លីនៅខេត្តកំពង់ចាមលោកកងប៊ុននឹងជម្រាបជូននៅព័ត៌មាននេះលំអិតជូនលោកអ្នកនាងស្ដាប់ចំនួនដីធ្លីមួយរវាងអ្នកភូមិនៅក្នុងឃុំកំពាន់ស្រុកមេមត់ខេត្តកំពង់ចាមជាមួយនឹងមន្ត្រីយោធាម្នាក់ធ្វើការនៅរាជធានីភ្នំពេញបានធ្វើឲ្យមានការរត់គេចខ្លួនមនុស្សជាង100នាក់និងបានធ្វើការតវ៉ាដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ្នកភូមិបានឲ្យដឹងថាគាត់បានចាក់ចេញពីស្រុកកំណើតដើម្បីតវ៉ានឹងករណីទំនាស់ដីធ្លីមួយកន្លែងរបស់ពួកគាត់ជាមួយនឹងមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទម្នាក់ឈ្មោះហែមខុនពួកគេបន្តថាមានពលរដ្ឋខ្លះត្រូវបានចាប់ខ្លួននិងបង្ខំឲ្យផ្តិតមេដៃប្រគល់ដីឲ្យមន្ត្រីយោធារូបនោះជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅការឃុំឃាំងពលរដ្ឋបានអះអាងថាដីចំការនិងផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានកាន់កាប់តាំងពីឆ្នាំ1979មកម្លេះដោយមានដាំកៅស៊ូនិងដើមដំឡូងមីនៅលើដីនោះសម្រាប់ការដោះស្រាយជីវភាពទៀតផងប៉ុន្តែនៅខែសីហាឆ្នាំ2007ក៏ស្រាប់តែតុលាការបានចុះមកបញ្ជាអ្នកភូមិរុះរើផ្ទះសម្បែងនិងកាប់ដើមកៅស៊ូដើមដំឡូងមីពីលើដីនោះដោយអះអាងថាជាដីរបស់លោកហែមខុនមន្ត្រីយោធាដែលមានបានកម្មសិទ្ធិស្របច្បាប់ធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយអ្នកភូមិនៅតែអះអាងថាបានកម្មសិទ្ធិនោះគឺធ្វើឡើងរំលោភលើដីរបស់គាត់ព្រោះថាពួកគាត់បានកាន់កាប់ជាង30ឆ្នាំមកហើយនិងបើតាមច្បាប់ភូមិបាលដីដែលមានការកាន់កាប់ច្រើនជាង5ឆ្នាំដីនោះនឹងក្លាយទៅជាកម្មសិទ្ធិស្របច្បាប់ប្រជាពលរដ្ឋឆ្ងល់ថាប្រសិនបើដីនោះជាដីរបស់លោកហែមខុនដោយការអះអាងហេតុអ្វីពួកគាត់អាចរស់នៅនិងធ្វើស្រែចម្ការបានដល់ទៅរាប់សិបឆ្នាំដូចនេះប្រជាពលរដ្ឋមួយចំនួនដែលត្រូវបានចាប់ខ្លួនបានឲ្យដឹងថាមានការគំរាមនិងបង្ខំពួកគាត់ឲ្យផ្តិតមេដៃបញ្ឈប់ការតវ៉ាដើម្បីបានរួចខ្លួនមកវិញហើយការផ្តិតមេដៃនោះគឺដោយសារការភ័យខ្លាចនិងដើម្បីឲ្យមានការដោះលែងមកវិញប៉ុណ្ណោះតែតាមពិតពួកគាត់នៅតែត្រូវការដីនោះដដែលព្រោះថាវាជាឆ្នាំងបាយរបស់គាត់និងគ្រួសារគាត់ការឡើងមកតវ៉ាដើម្បីរកអន្តរាគមន៍ប្រជាពលរដ្ឋបានបន្តស្នាក់នៅក្នុងវត្តបទុមវតីរាជធានីភ្នំពេញដោយបានដាក់ពាក្យសុំអន្តរាគមន៍ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីប៉ុន្តែនៅមិនទាន់មានការឆ្លើយតបនៅឡើយទេហើយពលរដ្ឋក៏បញ្ជាក់ផងដែរថាបើគ្មានការឆ្លើយតបនោះពួកគាត់ក៏នឹងមិនទៅផ្ទះវិញដែរយោងតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកលើករណីនេះមានពលរដ្ឋយ៉ាងហោចណាស់5នាក់ផ្សេងទៀតកំពុងត្រូវបានសមត្ថកិច្ចព្យាយាមតាមចាប់ខ្លួនដើម្បីបង្ខំឲ្យពួកគេផ្តិតស្នាមមេដៃបញ្ឈប់ការតវ៉ានិងប្រគល់ដីនោះទៅឲ្យលោកហែមខុនគណៈបកសំរងស៊ីចង់បានការអភិវឌ្ឍដែលគ្មានទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរអ្នក
បាត់បង់ដីធ្លីយកញត្តិជូនទៅតំណាងពិសេសអង្គការសហប្រជាជាតិសូមស្ដាប់ព័ត៌មានបន្ថែមពីលោកព្រំវាសនាក្រុមអ្នកតំណាងសហគមន៍បានប្រគល់ញត្តិដែលអំពាវនាវឲ្យមានដំណោះស្រាយចំពោះវិវាទដីធ្លីនៅក្នុងខេត្តចំនួន6ជូនដល់លោកស៊ូយ៉ាសូបេឌីប្រិយសិទ្ធពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចដោយបានសង្ឃឹមថាលោកនឹងប្រគល់ញត្តិទាំងនេះជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅពេលដែលលោកស៊ូយ៉ាសូបេឌីនឹងជួបលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃប្រហ័សនេះបើយោងតាមការចុះផ្សាយពីកាសែត The Cambodia Daily ដែលបានចុះផ្សាយកាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2010កន្លងទៅថ្មីនេះយោងតាមអ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថាក្រុមអ្នកតំណាងមកពីខេត្តកណ្ដាលកំពង់ស្ពឺកំពង់ធំកំពង់ឆ្នាំងសៀមរាបនិងខេត្តស្វាយរៀងបានមកដល់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទដើម្បីប្រគល់ញត្តិរបស់ពួកគេជូនទៅលោកស៊ូយ៉ាសូបេឌីដែលជាអ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានថ្លែងបន្តថាក្តីប្រាថ្នារបស់ក្រុមអ្នកភូមិទាំងនេះក្នុងការធ្វើញត្តិជូនមន្ត្រីក្រៅរដ្ឋាភិបាលមួយរូបដូចជាលោកស៊ូយ៉ាសូបេឌីនេះគឺជាការបង្ហាញឲ្យឃើញពីការធ្លាក់ចុះផ្នែករដ្ឋបាលយុតិធធម៌លោកបានមានប្រសាសន៍ថាលោកស៊ូយ៉ាសូបេឌីបានប្រាប់អ្នកតំណាងសហគមន៍ទាំងនេះថាលោកងាយនឹងជួបហើយនឹងឲ្យអ្នកដែលចង់ជួបលោកចូលជួបតាមដែលលោកអាចធ្វើទៅបានការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សផ្ដល់ជំនួយគាំទ្រដល់លោកស៊ូយ៉ាសូបេឌីនៅអំឡុងដំណើរទស្សនកិច្ចរបស់លោកបើទោះបីជាលោកធ្វើប្រតិបត្តិការនៅក្នុងអាណត្តិអង្គការសហប្រជាជាតិឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេតពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាក៏ដោយត្រូវបានតាក់ទងតាមទូរស័ព្ទលោកស៊ូយ៉ាសូបេឌីបានបដិសេធមិនធ្វើការអត្ថាធិប្បាយថាតើលោកនឹងនាំយកញត្តិទាំងនេះជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬយ៉ាងណានោះទេនៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដែលចេញមុនការមកដល់របស់លោកស៊ូយ៉ាសូបេឌីកាលពីថ្ងៃទី8ខែមិថុនាកន្លងទៅប្រិយសិទ្ធពិសេសរូបនេះបានប្រកាសថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីត្រួតពិនិត្យប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាដែលធ្វើឲ្យអង្គការសិទ្ធិមនុស្សក្នុងស្រុកអាត់ហុកបានចេញសេចក្តីថ្លែងការណ៍មួយរិះគន់ដំណើរទស្សនកិច្ចនេះចំពោះការមិនផ្ដោតការយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ទៅលើបញ្ហាវិវាទដីធ្លីលោកធុនសរាយនាយកប្រតិបត្តិរបស់អង្គការអាត់ហុកបាននិយាយសម្រាលចំពោះការរិះគន់នេះកាលពីថ្ងៃច័ន្ទដោយបានមានប្រសាសន៍ថាលោកបានជួបជាមួយអ្នកតំណាងប្រចាំប្រទេសកម្ពុជារបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅពេលថ្មីនេះហើយជឿថាលោកស៊ូយ៉ាសូបេឌីកំពុងប្រើប្រាស់មុំនៃកំណែតម្រង់ប្រព័ន្ធយុតិធធម៌ដើម្បីដោះស្រាយវិវាទដីធ្លីចំណែកឯលោកអៀនយ៉ានអាយុ55ឆ្នាំជាអ្នកតំណាងសហគមន៍មកពីខេត្តកណ្ដាលដែលបានចូលទៅការិយាល័យរបស់អង្គការសហប្រជាជាតិបាននិយាយថាលោកបានប្រគល់ញត្តិមួយជួសមុខឲ្យក្រុមអ្នកភូមិនៅក្នុងឃុំព្រែកហូស្រុកកណ្ដាលស្ទឹងដែលជាប់ពាក់ព័ន្ធក្នុងវិវាទមួយជុំវិញនឹងដីទំហំ400ហិកតាដែលរដ្ឋាភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុនហេងអភិវឌ្ឍលោកបាននិយាយថាលោកបានទៅកាន់អង្គការសហប្រជាជាតិនេះចំនួន3លើករួចមកហើយដើម្បីប្រគល់ពាក្យបណ្ដឹងរបស់លោកពីព្រោះលោកបានទទួលដំណឹងថាអ្នកតំណាងអង្គការសហប្រជាជាតិរូបនេះស្ថិតនៅក្នុងទីក្រុងភ្នំពេញដោយលោកបានបន្ថែមថាក្រុមអ្នកតំណាងមកពីខេត្តផ្សេងទៀតដែលរួមមានខេត្តកំពង់ស្ពឺកំពង់ធំកំពង់ឆ្នាំងផងបានមកដល់ដោយឡែកពីគ្នាដោយសារតែមានការព្រួយបារម្ភថានគរបាលនឹងបំបែកក្រុមមនុស្សដែលមានគ្នាច្រើនព្រះសង្ឃមួយអង្គព្រះនាមនួនសារ៉ាតមកពីស្រុកជីក្រែងខេត្តសៀមរាបបានមានសង្ឃដីកាថាព្រះអង្គបានដាក់ញត្តិមួយស្នើសុំឲ្យដោះលែងអ្នកភូមិ3នាក់ដែលបានជាប់ពន្ធនាគារបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏ហិង្សាមួយបានផ្ទុះឡើងកាលពីខែមីនាឆ្នាំ2009កន្លងទៅរវាងនគរបាលនិងក្រុមអ្នកភូមិជុំវិញនឹងវិវាទមួយពាក់ព័ន្ធនឹងដីកសិកម្មរួមទំហំ50ហិកតាស្រដៀងគ្នានេះដែរអ្នកតំណាងម្នាក់មកពីស្រុករមាសហែកខេត្តស្វាយរៀងដែលសុំមិនបញ្ចេញឈ្មោះដោយសារខ្លាចការរករឿងបាននិយាយថាលោកបានធ្វើញត្តិសុំឲ្យដោះលែងលោកយ៉ាយេងដែលត្រូវបានចាប់ប្រកាន់ដោយតុលាការខេត្តពីបទជួយចាប់ជំរិតនគរបាលម្នាក់និងមន្ត្រី3នាក់មកពីក្រុមហ៊ុនកសិកម្មពីមចាំងនៅអំឡុងវិវាទដីធ្លីមួយអ្នកតំណាងរូបនេះបាននិយាយថាលោកយេងត្រូវបានចាប់ខ្លួនបន្ទាប់ពីរិះគន់រដ្ឋាភិបាលជាសាធារណៈនៅពេលដែលរដ្ឋាភិបាលបានទាមទារសិទ្ធិលើដីទំហំ3960ហិកតាសម្រាប់ចំការកៅស៊ូមួយនៅក្នុងឃុំត្រោះយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានដឹងទៀតថាសាលាក្រុងភ្នំពេញបានច្រានចោលសំណើមួយពីអ្នកតំណាងសហគមន៍ចំនួន220នាក់
សូមធ្វើការដើរក្បួនដោយសន្តិវិធីពីវត្តភ្នំទៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីប្រគល់ញត្តិមួយដែលមានស្នាមមេដៃប្រហែល 60000 មេដៃដែលស្នើឲ្យមានដំណោះស្រាយចំពោះវិវាទដីធ្លីផ្សេងៗ